ជួនក៏អញ្ចឹងដែរយើងសេចដាក់ស្អួរនឹងណតែយើងប្រើជាទូទៅយើងធ្លាប់តែឃើញចូលដាក់ស្រអួរនឹងណបាទថ្ងៃនេះឆ្លើយតបនឹងសំណួររបស់បងប្រុសម្នាក់ឈ្មោះហេងសូម៉ាត់អធិស្ឋានបើសិនជាខ្ញុំហៅឈ្មោះខុសណាបាទគាត់ថាសូមអរគុណច្រើនខ្លាំងណាស់បាទច្រើនខ្លាំងណាស់ទៀតបាទការបង្កើតនៅកម្មវិធីនេះបច្ចុប្បន្នក្មេងស្រីគាត់មិនប្រើពាក្យខ្ញុំទេទៅជាថាខ្ញុំសូមជួយបំភ្លឺដល់ពួកគាត់ផងបាទចំពោះពាក្យខ្ញុំនេះបើយើងឆែកនៅក្នុងវចនានុក្រមមិនមានទេជាពាក្យដែលក្មេងចំនួនក្រោយជាអ្នកបង្កើតទេអញ្ចឹងបើសិនជាក្នុងករណីយើងសរសេរជាផ្លូវការគឺយើងមិនត្រូវសរសេរពាក្យខ្ញុំទេគឺសរសេរពាក្យខ្ញុំត្រង់ចំណុចនេះខ្ញុំចង់និយាយដែរការពិតសួរយូរហើយខ្ញុំអត់ហ៊ានបកស្រាយបាទបងប្អូនត្រូវយល់ថាចេះថាអក្សរបាទអក្សរហ្នឹងគឺជាស្នាមគំនូសយើងប្រើថាមិនអស់យើងប្រើថាមិនរឹងបាទមិនរឹងបានន័យថាវាទន់មិនអស់មានន័យថាម៉េចអក្សរហ្នឹងគឺថាមិនមែននៅត្រឹមប៉ុណ្្នឹងទេវាត្រូវតែកើតមានថ្មីជាបន្តទៀតទៅតាមសម័យកាលយើងសំណាងហើយដែលមានសម្ដេចព្រះសង្ឃរាជជន្នាតបានចងក្រងវចនានុក្រមមួយទុកឲ្យយើងប្រើប្រាស់ដល់បច្ចុប្បន្នហ្នឹងមានពាក្យតែប៉ុណ្្នឹងហើយយើងមិនត្រូវនៅត្រឹមប៉ុណ្្នឹងទេណាយើងមិនត្រូវនៅត្រឹមប៉ុណ្្នឹងទេព្រោះសម័យកាលបាទវាមានការផ្លាស់ប្ដូរមានការវិវត្តអក្សរក៏មានការវិវត្តវាកើតទៅតាមមនុស្សណាមនុស្សជាអ្នកបង្កើតអក្សរមនុស្សជាអ្នកបង្កើតណាវាមិនរឹងទេអក្សរហ្នឹងវាមិនរឹងត្អឹងនៅត្រឹមប៉ុណ្្នឹងទេវាត្រូវតែកើតឡើងថ្មីទៅតាមសម័យកាលអញ្ចឹងចំពោះពាក្យខ្ញុំនេះយុវជនបច្ចុប្បន្នសរសេរនៅតាមបណ្ដាញសង្គមសរសេរពាក្យខ្ញុំជាពាក្យក្រៅផ្លូវការប៉ុន្តែបើពាក្យហ្នឹងគេប្រើទូទាំងប្រទេសហើយយើងទទួលស្គាល់ទូទាំងប្រទេសអាចប្រើជាផ្លូវការបាននោះយើងអាចប្រើបានដែរពីព្រោះពាក្យថាអក្សរហ្នឹងប្រែថាមិនរឹងត្អឹងនៅតាមត្រឹមតែប៉ុណ្្នឹងឬក៏ប្រែថាមិនអស់អក្សរនេះយើងប្រែថាមិនអស់ឧទាហរណ៍កស្អាកាយើងថែមនៅពីក្រោយវាទៅជាកានកដែលស្អាកាដល់ពេលយើងថែមតនៅពីក្រោយវាទៅជាកាតណាកស្អាកាយើងដាក់ណបន្តមួយវាទៅជាកាន់ឃើញទេកស្អាកាយើងដាក់ពជើងយកទៅជាកាតឃើញទេអញ្ចឹងពាក្យអក្សរនេះគឺមិនអស់បានតែយើងអាចបង្កើតបានមនុស្សបង្កើតបានទៅតាមសម័យកាលស្ដាប់ឲ្យតន់សម្ដេចព្រះសង្ឃរាជជន្នាតក៏បានមានសន្និកាអញ្ចឹងដែរអញ្ចឹងយើងកុំនៅរឹងត្អឹងត្រឹមតែពាក្យដែលសម្ដេចព្រះសង្ឃរាជជន្នាតបានចងក្រងយើងមានសំណាងណាបើអត់មានសម្ដេចព្រះសង្ឃរាជជន្នាតចងក្រងជាវចនានុក្រមទេយើងមិនដឹងឈ្មោះទាស់តែងគ្នាយ៉ាងម៉េចទេវាអត់មានរដ្ឋឋានណាមួយដែលយកជាគោលបានប៉ុន្តែបើយើងក៏លេចមើលបរទេសនៅអាមេរិកនៅអាល្លឺម៉ង់នៅកាណាដានៅបរទេសគេមិនមែនមានវចនានុក្រមតែមួយទេណាគេមានវចនានុក្រមច្រើនហើយរហូតដល់មានវចនានុក្រមនិយាយអំពីគ្រាមភាសាណាគ្រាមភាសាឬក៏គេហៅថាភាសាតាមតំបន់អញ្ចឹងត្រង់ចំណុចនេះជាការសំណូមពរខ្ញុំស្នើពរឬក៏ស្នើទៅដល់រដ្ឋាភិបាលបើសិនជាលឺបាទខ្ញុំស្នើទៅដល់រដ្ឋាភិបាលមានកញ្ចប់ថវិកាមួយឲ្យក្រុមគណៈកម្មការអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរដែលមានចំណេះដឹងជ្រៅជ្រះខាងអក្សរសាស្ត្រខ្មែរហ្នឹងចងក្រងគ្រាមភាសាឬក៏ភាសាតាមតំបន់ទុកឲ្យក្មេងចំនួនក្រោយបានសិក្សារៀនសូត្របើពុំដូច្នោះទេពេលដែលជំនាន់យើងពេលស្លាប់អស់ទៅជំនាន់ក្រោយគឺអត់មានដានទេអត់មានស្នាមអត់មានអីដែលទៅរៀនពីយើងទេពាក្យថ្មីកើតឡើងមកកកប៉ុន្តែវាអត់មានអ្នកចងក្រងអ្នកតាក់តែងយកមកប្រើប្រាស់នៅប្រទេសជិតខាងគេមិនមានអ្នកប្រាជ្ញដូចយើងផងប៉ុន្តែគេមានពាក្យប្រើច្រើនណាស់នៅវៀតណាមជាង 100000 ពាក្យនៅថៃនៅឡាវនៅសៀមជាង 100000 ពាក្យចុះខ្មែរជាង 20000 ពាក្យនៅតែប៉ុណ្ណឹងមិនមែននៅតែប៉ុណ្ណឹងទៀតអាចនឹងស្លាប់ជាបន្តទៀតពាក្យមួយចំនួនគឺយើងអាចបានយកមកប្រើទៀតហើយដល់ពេលពាក្យដែលកាត់ឡើងថ្មីអត់មានអ្នកចងក្រងទៀតត្រូវមានក្រុមអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរហ្នឹងចងក្រងណាចងក្រងពាក្យដែលកាត់ឡើងថ្មីហើយយើងដាក់ប្រើសាកល្បងទូទាំងប្រទេសទៅបើសិនជាពាក្យទាំងអស់ហ្នឹងត្រូវបានទទួលស្គាល់ទូទាំងប្រទេសយើងប្រើជាផ្លូវការព្រោះពាក្យទាំងអស់ហ្នឹងមិនមែនជាពាក្យសម្រាប់តែក្រុមអ្នកប្រាជ្ញអក្សរសាស្ត្រមួយក្រុមទេឬក៏ក្រុមណាអ្នកចេះដឹងអក្សរសាស្ត្រខ្មែរហ្នឹងគណៈកម្មការតាមមួយក្រុមទេគឺជាពាក្យសម្រាប់ប្រជាជនទូទាំងប្រទេសអញ្ចឹងទូនីតិគណៈកម្មការហ្នឹងគាត់គ្រាន់តែមានទូនីតិចងក្រងណាដោយយកក្បួនខ្នាតពីចាស់បុរាណណាចារមកទាំងអស់មកគុំចូលគ្នាឲ្យចងក្រងទៅហើយពាក្យថ្មីមកយើងយកមកបើសម្រាប់សម្រួលទៅតាមក្បួនខ្នាតហ្នឹងទៅយើងដាក់សាក់លបងឲ្យប្រើប្រាស់ហើយបើសិនជាសាក់លបងប្រើប្រាស់ទទួលស្គាល់ជាផ្លូវការទាំងអស់គ្នាអានឹងបានយើងសម្រេចអនុម័តប្រើរួមទាំងអស់គ្នាជាផ្លូវការអញ្ចឹងបាទអញ្ចឹងទេប្រទេសយើងវាអភ័ព្វត្រង់ថាអត់មានក្រុមគណៈកម្មការរៀបចំភាសាគេហៅថាគ្រាមភាសាឬក៏ភាសាតាមតំបន់ហ្នឹងដើម្បីទុកឲ្យក្មេងចំនួនក្រោយបានសិក្សារៀនសូត្របាទដល់ពេលនេះជំនាន់យើងពេលស្លាប់អស់ទៅក្មេងៗសាក្រោយមិនដឹងទេអញ្ចឹងការអ្នកសៀមរាបមានពាក្យគ្រាមភាសាច្រើនណាសៀមរាបមានគ្រាមភាសាច្រើនជនជាតិភាគតិចក៏មានគ្រាមភាសាច្រើន
នៅបន្ទាយមានជ័យក៏មានគ្រាមភាសាច្រើននៅស្វាយរៀងក៏មានគ្រាមភាសាច្រើននៅខេត្តដទៃផ្សេងទៀតក៏មានគ្រាមភាសាច្រើនប៉ុន្តែវាអត់មានអ្នកណាចងក្រងដើម្បីទុកជាឯកសារសម្រាប់ឲ្យក្មេងជំនាន់ក្រោយបានសិក្សារៀនសូត្រចឹងទេបាទប្រសិនបើមានក្រុមគណៈកម្មការប្រសិនបើរដ្ឋាភិបាលមានកញ្ចប់ថវិកាបាទសម្រាប់ឲ្យក្រុមគណៈកម្មការអ្នកប្រាជ្ញសាស្ត្រខ្មែរនឹងចងក្រងពាក្យទាំងហ្នឹងខ្ញុំគិតថាល្អណាស់ណាល្អណាស់ព្រោះជាតិសាសន៍មួយมันអាចអត់មានភាសាការវិវត្តនៃភាសាទេមនុស្សកើតឡើងកាន់តែច្រើនទៅតម្រូវការកាន់តែច្រើនទៅបាទភាសាមានការវិវត្តអាការវិវត្តនោះហើយយើងត្រូវកត់ត្រាទុកជាគម្ពីរជាឯកសារសម្រាប់ក្មេងជំនាន់ក្រោយរៀនណាបាទក្មេងជំនាន់ក្រោយរៀនយើងមើលបទទេសមានវចនានុក្រមខ្ញុំម្ដងទៀតមានវចនានុក្រមគ្រាមភាសាមាន slang មាន proverb ណាមាន idiom មានច្រើនណាស់គេមានវចនានុក្រមមួយដាច់ដល់ឡៃទៀតក៏មានដែរដល់ឡៃស្មើយើងមានវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជជួនណាតជាគោលមួយហើយมันគួរនៅត្រឹមតែប៉ុណ្ណឹងនោះទេណាអភិរក្សថែរក្សាវាឲ្យអភិវឌ្ឍវាយើងបញ្ចូលនៅអ្វីដែលវាកើតឡើងថ្មីជាបន្តមកទៀតគួរតែមានអញ្ចឹងបើពុំដូច្នោះទេក្មេងចំនួនក្រោយអត់ដឹងថាមានអីសិក្សាពីក្មេងជំនាន់យើងនេះយើងអត់មានអីសម្រាប់ឲ្យក្មេងៗសាក្រោយរៀនសូត្រដល់ពេលក្មេងៗសាក្រោយកើតមកអានមើលជំនាន់យើងធ្វើបានអីខ្លះកើតអីខ្លះអត់មានអញ្ចឹងទេអានេះជាការស្នើសុំរបស់ខ្ញុំណាដូចពាក្យខ្ញុំនេះដែលយុវជនសរសេរខ្ញុំនេះវាខ្លីវាស្រួលបើយើងសរសេរនៅសរសេរខជើងញខ្ញុំវាគេដាក់ស្អុំផងដាក់ស្រួលផងដល់ពេលសរសេរខ្ញុំវាលឿនហើយវាចំណេញពេលវេលាអញ្ចឹងណាតែឥឡូវហ្នឹងយកជាផ្លូវការបានទេតែបើសិនជាថ្ងៃក្រោយបាទថ្ងៃក្រោយក្នុងមានក្រុមគណៈកម្មការរៀបចំហើយយើងស្រង់យកពាក្យថ្មីហើយយើងដាក់សាក់លបងប្រើប្រាស់ទៅបើពលរដ្ឋទូទាំងប្រទេសទទួលស្គាល់យើងប្រើជាផ្លូវការទាំងអស់គ្នាទៅណាសម្ដេចព្រះសង្ឃរាជជួនណាតក៏អត់មានថាពាក្យប្រើតែប៉ុណ្្នឹងបានហើយមិនមែនទេណាតែមើលម្ដងទៀតអក្សរប្រើថាមិនរឹងបានន័យថាវាទន់វាចេះបត់បែនមិនមែនរឹងទៅអឹងនៅប៉ុណ្្នឹងទេមិនអស់ពាក្យតែប៉ុណ្្នឹងទេវាទៅមានពាក្យច្រើនទៀតទៅតាមសម័យកាលអញ្ចឹងឲ្យយល់ពាក្យតែអក្សរហ្នឹងបើមានបងប្អូនយើងខ្លះហ្នឹងអូនិយាយថាអភិរក្សជ្រុលពេលខ្លះអភិរក្សទាំងខុសមិនពាក្យដែលមាននៅក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជជួនណាតហើយនៅបដិសេធទៀតថាណែមិនដែលឃើញប្រើទេខ្ញុំរៀនជាមួយគ្រូប៉កែជាច្រើនចំនួនមិនដែលមានពាក្យហ្នឹងទេខណៈមាននៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតហើយនៅតែមកជំទាស់ថាមិនដែលតែខ្ញុំរៀនច្រើនចំនួនរៀនចុកគ្រូខ្លាំងគ្រូប៉កែអីដល់ពេលហើយអត់ដែលបើកមើលវចនានុក្រមផងនេះបើពិតជាស្រឡាញ់មែនណាសុំមើលវចនានុក្រមមានវចនានុក្រមហើយមើលវចនានុក្រមទៅណាអានទៅមានពាក្យច្រើននេះជាង 20000 ពាក្យនេះអានេះអាចារ្យហ្នឹងមានកំហុសណាកំហុសអក្ខរាវិរុទ្ធច្រើនគួរសមតែអាកូនពាក្យគឺថាវិកដអមានអាកូនពាក្យហ្នឹងមានកំហុសជាហោហាយចឹងអាហ្នឹងសាមុនតែឥឡូវនេះគេកែបានមួយចំនួនណាកំហុសអក្ខរាវិរុទ្ធហ្នឹងគឺកែបានមួយចំនួនអាថ្មីនេះណាប៉ុន្តែនៅតែមិនអស់ទេបាទមេពាក្យមិនជាបញ្ហាទេប៉ុន្តែកូនពាក្យមានការសរសេរខុសអក្ខរាវិរុទ្ធគួរសមដែរអញ្ចឹងណាបាទអញ្ចឹងទេបើយើងឆ្លាញ់អក្សរសាស្ត្រខ្មែរមែនសុំមានវាហើយអានវាទៅណាអានវាក៏មិនដឹងខ្ញុំយកចេញពីនឹងហើយនៅតែបកកាយថាអូខ្ញុំរៀនគ្រូផ្កែតាំងពីចង្គមចាស់ផ្កែមកគោកមិនដែលឃើញពាក្យនឹងផងខ្ញុំប្រាប់ថាឲ្យឆែកនៅក្នុងវចនានុក្រមនៅទំព័រប៉ុណ្ណេះហើយនៅតែមិនដែលអីចុះមិនដែលបើយើងកាន់ជាអ្នកឆ្លាញ់អភិរក្សអក្សរសាស្ត្រខ្មែរគាត់ថាពាក្យនោះយើងមិនសូវប្រើតែយើងមិនសូវប្រើទៅយើងមិនដែលឃើញយើងគិតថាអត់មានអានឹងអត់ទេណាអញ្ចឹងបងប្អូនចូលឆែកមើលទៅដូចពាក្យថាជួបអញ្ចឹងយើងរាល់ថ្ងៃនេះសរសេរតែចទេចដាក់ស្អួរនឹងបប៉ុន្តែពាក្យហ្នឹងយើងអាចសរសេរចក៏បានដែរបើវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជជួនណាតទៅឃើញហ៎ចក៏បានចក៏បានប៉ុន្តែយើងនិយមប្រើចជួនក៏អញ្ចឹងដែរយើងសរសេរចដាក់ស្អួរនឹងណតែយើងប្រើជាទូទៅយើងធ្លាប់តែឃើញចដាក់ស្រអួរនឹងណជាក៏អញ្ចឹងដែរយើងសរសេរចដាក់ស្អៀនឹងសជាតែជាទូទៅយើងធ្លាប់ឃើញតែសរសេរអក្សរចហើយយើងបដិសេធថាចអត់ដែលមានហើយនៅតែខ្ញុំរៀនជាមួយគ្រូប៉កែតាំងពីសង្គមចាស់មកអត់ទេបើក៏ចាំក្រោមមើលសិនទៅណាអូខេចឹងប៉ុណ្ណឹងចុះ